បងប្អូនឥឡូវយើងមកភ្លក់ស្លកកូរថ្នោតទាំងអស់គ្នាបងប្អូនចាអូយតំណងបងប្អូនស្បែកជ្រូកបងប្អូនបងប្អូនថ្ងៃនេះយើងមកស្លមកកកូរយើងមកស្លកកូរថ្នោតទាំងអស់គ្នាបងប្អូនយើងមានកន្លែងថ្នោតយើងមានកន្លែងកកូរគ្រប់មុខជាមួយនឹងកន្លែងខ្លួនដែរហើយនេះគ្រឿងយើងដែលយើងត្រូវធ្វើចាគ្រឿងយើងមានគល់ស្លឹកស្លឹកគ្រៃខ្ទឹមបាដេងហើយនិងល្មៀតចាហើយនេះប្រហុកបងប្អូនហើយនឹងក៏លីងឥឡូវយើងស្លជាមួយនឹងឆ្អឹងជំនីជ្រូកហើយនិងស្បែកជ្រូកបងប្អូនចាបងប្អូនយើងដាក់ដាំទឹកបន្តិចទៅដើម្បីយើងមកងាស់ឆ្នោតយើងណាបងប្អូនចាបងប្អូនដាក់ចូលទៅហើយមកងាស់វាឲ្យវាយើងហុយបងប្អូនហើយដើម្បីឲ្យវាបាត់ឆាបងប្អូនឆាល្វីងចឹងបើយើងញ៉ាំឆាបងប្អូនបើយើងអត់ស្ងោរទឹកវាចោលម្សៅទេគឺវាខាយើងញ៉ាំអត់កើតទេនឹងអត់ចង់ញ៉ាំដល់នេះរបស់យើងហ្នឹងបានរៀងឆ្អិនតិចទេបងប្អូនអញ្ចឹងយើងបិទចក្រានហើយយើងស្រង់ទៅឡើងចាបងប្អូនអញ្ចឹងឥឡូវយើងដាក់គ្រឿងប្លុកនេះខ្ញុំអត់បុកទេបងប្អូនគឺប្លុកហើយយើងដាក់គ្រឿងចូលក្នុងប្រដាប់ប្លុកយើងបងប្អូនក្នុងគ្រឿងប្លុកហ្នឹងយើងថែមទឹកចូលបន្តិចណាបងប្អូនដើម្បីងាយស្រួលក្នុងការប្លុកតែបងប្អូនយើងដាក់ប្លុកអូខេឥឡូវហើយបងប្អូនយើងប្លុកវិញហើយបងប្អូនយើងគ្រឿងប្លុកយើងចាហើយក៏បងប្អូនយើងមកម្លិញគ្រឿងបងប្អូនអញ្ចឹងយើងដាក់ប្រេងចូលបន្តិចទៅនេះខ្ញុំប្រើប្រេងអូលីវបងប្អូនចាបន្ទាប់ពីយើងដាក់ប្រេងហើយយើងដាក់ប្រហុកចូលសិនឆាឲ្យវាឈ្ងុយចាបងប្អូននៅពេលដែលយើងម្លិញប្រហុកឲ្យឈ្ងុយហើយយើងម្លិញគ្រឿងម្ដងចាយើងដាក់គ្រឿងចូលយើងម្លិញគ្រឿងឲ្យឈ្ងុយឥឡូវយើងម្លិញគ្រឿងហើយឥឡូវយើងដាក់សាច់ចូលបងប្អូនជាមួយនឹងស្បែកជ្រូកដាក់ចូលមួយគ្នាចាបងប្អូននេះចូលស្លជាមួយនឹងឆ្អឹងជំនីជ្រូកបងប្អូនចាបងប្អូនយើងពុកតិចចឹងយើងថែមទឹកវាបន្តិចបងប្អូនដើម្បីឲ្យវាឆ្អិនសាច់អញ្ចឹងយើងទុកវាឲ្យប្រហែលជា2-3នាទីដើម្បីឲ្យសាច់រៀងឆ្អិនហើយចាំយើងបង់បន្លែរឹងចូលបងប្អូនចាបងប្អូនឥឡូវសាច់យើងរៀងឆ្អិនតិចហើយអញ្ចឹងយើងដាក់ល្ពៅចូលបងប្អូនចាតើបងប្អូនឥឡូវល្ពៅយើងឆ្អិនហើយយើងថែមបន្លែនេះម្ដងបងប្អូនថែមទឹកមួយកូនចានអញ្ចឹងបងប្អូនដើម្បីឲ្យបន្លែយើងហ្នឹងឆ្អិនល្អហើយវាមានទឹកដើម្បីឲ្យវាពុះទៅវាឆ្អិនបន្លែបងប្អូនចាតើបងប្អូនឥឡូវបន្លែយើងរៀងអលីតិចហ្នឹងបងប្អូនយើងដាក់ថ្នោតយើងចូលបងប្អូនយើងថែមទឹកមួយកូនចានតិចចាបងប្អូនយើងដាក់គ្រឿងហើយបងប្អូនបាច់ប្រើអំបិលអីទៀតទេបងប្អូនប្រើតែម្សៅរ៉ូឌីបានហើយដោយសារតែយើងដាក់ប្រហុកអញ្ចឹងខ្លាចវាប្រៃបងប្អូនអញ្ចឹងនេះខ្ញុំដាក់ម្សៅរ៉ូឌីមួយស្លាបព្រាកន្លះបងប្អូនស្ករសនេះខ្ញុំដាក់អត់ដល់មួយស្លាបព្រាបងប្អូនចឹងសម្រាប់ប៊ីចេងនេះខ្ញុំដាក់មួយចុងស្លាបព្រាបងប្អូនអញ្ចឹងយើងវាឲ្យពុះផ្លែសិនហើយយើងដាក់បន្លែខៀវចាបងប្អូនឥឡូវនេះគឺពុះហើយអញ្ចឹងដាក់កលីងហើយបងប្អូនដើម្បីឲ្យវារីកជាមួយនឹងឆ្អិនជាមួយនឹងបន្លែ
món chắc tại vì cô một lần sáng cầm dương đặt lại thường cha bông ôn là lợi dương đặt lại thường chối các bông ôn sẽ mẹ lại thường nếu dương đặt tam học cùng ban này dương một cái sân bông ôn cha bông ôn là lợi rồi dương cho anh nói tình huống đó bông ôn cho dương bình vậy thái dương đua vô mọc lụa mà đòn ôi bông ôn vì tao môi na còn nên nhom lụa mà hộp môn nhằm bài đây bông ôn ơi hai ta là đây luôn anh á bông ôn chứ thật lụa ăn bên này xa là đây chứ bây giờ xa luôn anh chứ á bông ôn trà đi bông ôn mà trà nói tao bông ôn là lợi dương một lụa sò cà cô nào từng ăn nhiều bông ôn trà ôi tên nồi bông ôn bay chụp với bông ônចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះខ្ញុំធ្វើម្ហូបអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូន